ចាអ្នកទាំងអស់គ្នាយ៉ាងម៉េចនឹងបងគ្រាន់តែបំរើកងទ័ពមានទៅជួយណាគ្រាន់តែមួយខែសោះនេះពួកអូនគិតថាបងទៅរាប់ឆ្នាំមែនទេហ៎ពេលនេះប្រទេសជាតិកំពុងតែត្រូវការបងបើសិនជាបងមិនទៅទេពួកអូនគិតថាអូនរស់នៅបានសុខស្រួលទេបងសន្យាជាមួយនឹងពួកអូនតាមសមត្ថភាពបងនៅពេលនេះនៅពេលដែលបងធ្វើការងារនៅក្នុងជួរកងទ័ពឲ្យតែបងខំប្រឹងច្បាស់ជាមានតំណែងណាមួយមិនខានទេដូច្នេះហើយមុនពេលដែលបងទៅធ្វើសង្គ្រាមនោះពួកយើងទាំងអស់គ្នាគួរតែណែខំផលិតកូនឲ្យបានច្រើនបន្តិចទៅតែបានដែរទេហ៎សម្រុកយុគនឹងប៉ុន្តែលោកម្ចាស់ខ្ញុំខ្លាចតែថ្ងៃនោះខ្ញុំមិនអាចធ្វើបានទេណារឿងអីដែលថាធ្វើមិនបាននោះឬមួយក៏បងប្អូនអូនគឺគាត់មកលេងហ៎អាយ៉ាលោកប្តីឈួតឆេញអើគេមានផ្ទៃពោះហើយណាឆេញអើគេមានផ្ទៃពោះហើយណាថាម៉េចមានផ្ទៃពោះហើយថាពីម្សិលមិញបងស្រីទី2នងខ្ញុំទៅពិនិត្យមើលក៏ដឹងថាមានផ្ទៃពោះតាមប៉ាត់ពួកយើងគឺសិតតែមានផ្ទៃពោះដូចគ្នាណាលោកម្ចាស់ចាមើលបងស្រីធំចុះមើលចុះកុហកបងសុតសាច់អត់ព្រមប្រាប់បងមុនទេចាំពេលនេះឲ្យទៅសប្រាយចាក់កលិចអូនតែងាម្ដងមើលបងចាប់អានតែប៉ុណ្ណោះហើយសំតណាល្អណាស់លោកស្រីធំលាក់បានចិត្តយ៉ាងនេះមិនព្រមប្រាប់បងទេពេលនេះហើយទើបអូនប្រាប់បងអូនដឹងថាអូនធ្វើយ៉ាងនេះគឺអូនខុសអូនសុំទោសប៉ុន្តែបើសិនជាបងពិតជាត្រូវការមែននោះឲ្យសាយជីនគេបងពេញជំនួសអូនចាស់ខ្ញុំគឺជាទេសកលខ្ញុំនឹងធ្វើតាមលោកស្រីទាំងអស់ខ្ញុំធ្វើតាមលោកស្រីជានិច្ចអធិស្ឋានមុននឹងសម្ដែងទេការពិតឮថាបងមានផ្ទៃពោះបងពិតជាសប្បាយចិត្តខ្លាំងណាស់ពេលបងទៅធ្វើសង្គ្រាមបងច្បាស់ជាជោគជ័យធ្វើឲ្យកូនមានមោទនភាពចំពោះឪរបស់វាប៉ុន្តែមុននឹងទៅបងសុំស្ដាប់សំឡេងកូនបងបន្តិចមើលចេះធាក់ចេះកម្រើកហើយទៅនៅឆ្លាតដូចជាឪវាដែលអត់ចាលោកប្តីអាពួកយើងទៅតែមានផ្ទៃពោះទេពួកយើងធ្វើមិនដឹងទៅប្តីសម្លាញ់ក្នុងជួរកងតបបាក់ណាក្នុងនេះមានពោតក្រៀមបើសិនជាបងឃ្លានបងពិសាទៅណាប្តីសម្លាញ់ពេលនេះខ្ញុំបានរៀបចំអស់សុទ្ធខ្លះដាក់នៅក្នុងបង្វិចបើសិនជាបងត្រូវរបួសនៅលើសមរភូមិបងកុំភ្លេចយកវាព្យាបាលអសោះត្រូវហើយលោកប្តីអាយក្រខ្ញុំនឹងសាយយានបានជួយជលរួចហើយតែពេលដែលបងចុះប្រយុទ្ធនៅលើសមរភូមិលោកប្តីត្រូវតែពាក់វាឲ្យជាប់នឹងខ្លួនណាពួកអូនកុំបារម្ភអីប្តីរបស់អូននឹងវិលត្រឡប់មកវិញដោយសុខសុវត្ថិភាពអូនមានកបែបនេះកុំកាន់អីមកឲ្យមកបងទៅបញ្ញាប់